ចាគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាវិលមកជួបនាងខ្ញុំនៅវីដេអូថ្មីទៀតហើយនាងខ្ញុំឈ្មោះជាសេរីណាជាកសិករមួយរូបដែលចិញ្ចឹមមាន់នៅភូមិជ្រៃវែងឃុំស្រែរនងស្រុកត្រាំកក់ខេត្តតាកែវចាហើយថ្ងៃនេះដែរនាងខ្ញុំចង់មកបង្ហាញពុកម៉ែបងប្អូនទាំងអស់គ្នាពីវិធីសាស្ត្រនៃការចិញ្ចឹមប្រភេទពូជទាកាប៉ាឃីងចង់ដឹងថាវិធីសាស្ត្រនៃការចិញ្ចឹមមានលក្ខណៈបែបណាទស្សនាវីដេអូជាមួយនាងខ្ញុំទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នាដោយពុកម៉ែបានឃើញខាងក្រោយនេះខ្ញុំនេះគឺសុទ្ធតែប្រភេទទាកាប៉ាឃីងហើយពុកម៉ែបងប្អូនមួយចំនួនគាត់តែងតែចង់ដឹងហើយថាតើការចិញ្ចឹមហ្នឹងអញ្ចឹងបែបណាទៅដែលធ្វើឲ្យទារបស់យើងហ្នឹងវាមានសុខភាពល្អហើយនឹងវាអត់មានបញ្ហាដូចជាងាប់អញ្ចឹងណាចាហើយសម្រាប់ខាងនេះខ្ញុំវិញសម្រាប់ការថែទាំគឺវាងាយស្រួលមែនតើពុកម៉ែបងប្អូនទាំងអស់គ្នាដោយយើងមិនបាច់ប្រើភ្លើងអំពូលកម្ដៅឬក៏ដាក់អីកម្ដៅទេនិយាយទៅវាងាយមែនតើគ្រាន់ថាពេលដែលវាញាប់មកភ្លាមអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់តែចាប់ដាក់កេះឬក៏ឡាំងមួយទៅដើម្បីកុំឲ្យវាមានខ្យល់ចេញចូលច្រើននៅពេលយប់ឡើងអញ្ចឹងណាហើយមួយទៀតយើងកុំដាក់ឲ្យវាចុះលេងទឹកអាហ្នឹងជាចំណុចពីរដែលសំខាន់សម្រាប់ការថែទាំប្រភេទទារបស់យើងហើយសម្រាប់នៅពេលដែលវាមានអាយុត្រឹមតែកន្លះខែពុកម៉ែបងប្អូនទាំងអស់គ្នាយើងអាចដាក់មកទីលានចេះបានហើយអាហ្នឹងវាអត់មានអីជាបញ្ហាទេដោយពុកម៉ែបានឃើញអញ្ចឹងសម្រាប់ទាខាងក្រោយនេះខ្ញុំនេះគឺវាមានចំនួនប្រហែលជា100ក្បាលហើយដោយនេះខ្ញុំបានបង្ហាញអញ្ចឹងគឺយើងគ្រាន់តែដាក់វាលានអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ទីធ្លាអីវិញគឺវាអត់ចាំបាច់ធំអីដូចមាន់ទេធម្មតាដោយនេះខ្ញុំបានបង្ហាញពីការចិញ្ចឹមមាន់គឺយើងត្រូវការមានរងមានរៀនហើយក៏មានទីធ្លាសម្រាប់ស្មៅយើងដាំស្មៅឲ្យវាស៊ីដែរអញ្ចឹងណាតែចំពោះទាកាប៉ាឃីងយើងវិញគឺយើងអត់មានទេពុកម៉ែបងប្អូនទាំងអស់គ្នាគ្រាន់ថាយើងមានទីលានប៉ុណ្ណឹងមកយើងមានកន្លែងដាក់ទឹកហើយក៏ឆ្នោកចំណីហើយមួយទៀតយើងបើសិនជាមានអាងទូចដូចខាងក្រោយនេះគឺយើងអាចដាក់ទឹកឲ្យវាលេងបានណាពុកម៉ែបងប្អូនទាំងអស់គ្នាតែបច្ចៈយើងដាក់ឲ្យវាលេងហ្នឹងសម្រាប់តែទាកាប៉ាដែលធំឯងដែលវាប៉ុណ្ណឹងអីវាអាចលេងបានហើយចាហើយមួយវិញទៀតពុកម៉ែបងប្អូនទាំងអស់គ្នាមានពុកម៉ែបងប្អូនមួយចំនួនក៏សួរថាការចិញ្ចឹមទាកាប៉ាឃីងហ្នឹងចំណេញអត់ទេដោយសារយើងទិញមកពូជវាគឺកូនវារៀងថ្លៃអញ្ចឹងណាចាសម្រាប់ចំណុចនេះក៏វាខុសពីមាន់ដែរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ទាកាប៉ាយើងគឺយើងចិញ្ចឹមវាតម្លៃធូរជាងមាន់ពិតមែនក៏ប៉ុន្តែគីឡូវាគឺវាធ្ងន់ជាងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាដូចជាក់ស្ដែងអញ្ចឹងអានេះវាតំតែមួយខែជាងទេតែគីឡូវាអាខ្លះណាចូលប្រហែលជា2គីឡូដែរហើយអញ្ចឹងណាអញ្ចឹងយើងអាចចិញ្ចឹមវាត្រឹមតែរយៈពេល2ខែតិចតួចអីគឺយើងបានលក់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងកាលណាដែលយើងចំណាយពេលតិចហើយវាឆាប់ធំអញ្ចឹងយើងឆាប់បានលក់អញ្ចឹងគឺធ្វើឲ្យយើងហ្នឹងក៏ចំណេញទៅតាមនឹងដែរពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ការចំណេញនេះវាអាស្រ័យទៅលើពុកម៉ែបងប្អូនទាំងអស់គ្នាដាក់តិចឬក៏ច្រើនដែរអញ្ចឹងណាបើសិនជាយើងដាក់តិចវាចំណេញតិចទៅតាមនឹងដែរអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាហើយដោយពុកម៉ែបងប្អូនទាំងអស់គ្នាឃើញស្រាប់អញ្ចឹងណាខាងក្រោយនេះគឺជាប្រភេទពូជទាកាប៉ាឃីងហើយសម្រាប់ខាងខ្ញុំក៏មានលក់ប្រភេទពូជកូនទាកាប៉ាឃីងនឹងដែរពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់ពូជទាកាប៉ាឃីងខាងខ្ញុំគឺខ្ញុំអត់មាននាំចូលអីទេគឺនិយាយទៅគឺកន្លែងខ្ញុំភ្ញួរឲ្យលក់ផ្ទាល់តែម្ដងពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានចំណាប់អារម្មណ៍ចង់បានអីអាចតំណងមកខាងនាងខ្ញុំផ្ទាល់បានឬក៏ពុកម៉ែបងប្អូនមួយចំនួនគាត់ថាអូយគាត់អត់ຕົកចិត្តទេគាត់ចង់មកដល់ទីតាំងចាអត់អីទេពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំស្វាគមន៍ហ្មងណាបើសិនជាបានមកដល់ទីតាំងគឺកាន់តែល្អហ្មងចា
ផងដែរសម្រាប់ពុកម៉ែបងប្អូនមួយចំនួនដែលគាត់ចង់មកដល់ទីតាំងណាអញ្ចឹងគាត់សូមប្រាប់មកខាងនាងខ្ញុំមុនផងពុកម៉ែបងប្អូនទាំងអស់គ្នាព្រោះដោយសារពេលខ្លះនាងខ្ញុំត្រូវការចេញឲ្យមួយអស់អញ្ចឹងទៅគាត់អត់មានមន់ឬក៏ទីឲ្យគាត់មើលទេហើយក៏គាត់មកយកភ្លាមក៏ខាងនាងខ្ញុំអត់មានដែរអញ្ចឹងបើសិនជាបងប្អូនចង់បានអីអាចប្រាប់មកខាងនាងខ្ញុំមុនបានអញ្ចឹងនាងខ្ញុំនឹងរៀបចំកូនទាក៏ដូចជាកូនមន់អីទុកឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាចាពុកម៉ែបងប្អូនទាំងអស់គ្នាហើយសម្រាប់វីដេអូរបស់នេះខ្ញុំថ្ងៃនេះដែរក៏មានតែប៉ុណ្្នឹងទេសម្រាប់ចែកជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបានទស្សនាចាអរគុណជម្រាបលា